សួស្តីអ្នកនរគ្នាអូននេះខ្ញុំនឹងនាំអ្នកនរគ្នាទៅកាន់ប្រទេសកូរ៉េខាងត្បូងចាឥឡូវហ្នឹងគឺនៅក្នុងចំណោះចាពួកយើងកំពុងហោះទៅកាន់ប្រទេសចិនសិនអ្នកនរគ្នាពួកយើងឈប់នៅប៉ៃជីងសិនអ្នកនរគ្នាឥឡូវហ្នឹងកំពុងតែដើរធួពលានគេនៅប៉ៃជីងហ្នឹងសិនអ្នកនរគ្នាថាយើងនៅសល់ពេលច្រើនម៉ោងដែរដែលយើងត្រូវចាំ fly នៅប៉ៃជីងហ្នឹងដើម្បីបន្តដំណើរទៅកាន់ប្រទេសកូរ៉េឥឡូវនេះគឺដល់ម៉ោងទៅហើយអ្នកនរគ្នាត្រូវឡើងចន្ទះមកតង់ទៀតទៅសេអ៊ូលហើយចាឥឡូវនេះគឺមកដល់ក្នុងចន្ទះហើយគឺពួកយើងបានញ៉ាំម្ហូបលើចន្ទះហ្នឹងតិចតួចអីចឹងអ្នកនរគ្នាធូរពោះចាឥឡូវហ្នឹងកំពុងតែមើលម្ហូបគេចាគឺអាចញ៉ាំបានអ្នកនរគ្នាចាតោះមកពួកយើងក៏ផ្លែតក៏មកដល់ហោះមកដល់សេអ៊ូលហើយអ្នកនរគ្នាទៅស្អាតខ្លាំងមែនតើចាតោះហើយពួកខ្ញុំក៏ចាំយកវ៉ាលីសិនអ្នកនរគ្នាចាចាំយកវ៉ាលីចាំយកអីឲ្យអស់ពួកយើងក៏ធ្វើដំណើរបន្តទៅកាន់កន្លែងដើរលេងសិនអ្នកនរគ្នាចាឥឡូវហ្នឹងកំពុងដើរទៅអ្នកនរគ្នាឥឡូវពួកយើងមកចាំឡានឥឡូវធ្វើដំណើរទៅហើយអ្នកនរគ្នាគឺយើងទៅកាន់ភ្នំនៅទៅកាន់កន្លែងដើរលេងមួយដែលគេឈ្មោះថាយើងទៅកាន់កន្លែងសេអ៊ូយេចឹងនោះខ្ញុំនិយាយត្រូវគាត់អ្នកនរចង់ទៅឈ្មោះចាគឺលក្ខណៈភ្នំចឹងណាអ្នកនរគ្នាចាទៅមកដល់ហើយហ្នឹងគឺស្អាតខ្លាំងមែនតើហើយមានមនុស្សច្រើនអ្នកនរគ្នាទៅឡើងមកដល់លើភ្នំទៀតគឺទេសភាពស្អាតហើយត្រជាក់ខ្លាំងមែនតើឡើងត្រជាក់ភ្នែកមកអ្នកនរគ្នាចាឥឡូវនេះខ្ញុំដើរឡើងទៅលើកំពូលភ្នំនេះកន្លែងគេមានកន្លែងគេចាក់សោបេះដូងអ្នកនរគ្នាចាឥឡូវនេះដើរទៅអ្នកនរគ្នាចាមានការតង្ហប់ជាខ្លាំងដោយសារយើងមិនសូវដែលបានដើរហាត់ប្រាណដល់ពេលដើរឡើងភ្នំនេះគឺហត់ខ្លាំងមែនតើប៉ុន្តែត្រជាក់ឲ្យសប្បាយអ្នកនរគ្នាហត់ប៉ុន្តែសប្បាយអ្នកនរគ្នាចាឥឡូវដើរឡើងទៅហើយបន្ទាប់ពីដើរឲ្យរយៈពេលយូរមកចាគឺដើរឡើងចង់កន្លះម៉ោងទម្រាំឡើងមកដល់នេះចាដើរឈប់ឡើងមកដល់ហើយបន្ទាប់ពីដើរមកដល់នេះហើយគឺខ្ញុំដើរទៅរកកន្លែងគេចាក់សោបេះដូងអ្នកនរគ្នាទីទៅនឹងទេសភាពស្អាតខ្លាំងមែនតើឥឡូវចិត្តដល់ឡើងគេចាក់សោបេះដូងនឹងអ្នកនរគ្នាចាគឺសោច្រើនខ្លាំងមែនតើទីទៅឡើងថតរូបអីឡើងស្អាតហ្មងអ្នកនរគ្នាទៅស្រឡាញ់កន្លែងនេះខ្លាំងហ្មងចាគឺ fresh ហើយឥឡូវនឹង僕ដើរមើលគេមើលឯងអ្នកនរគ្នាចានៅខាងក្រោយខ្ញុំនឹងក៏គេមានកន្លែងចាក់សោច្រើនដែរហើយមានថ្ងៃលិចទៀតអ្នកទាំងអស់គ្នានិយាយទៅស្អាតខ្លាំងមែនតើមើលខាងក្រោយខ្ញុំអ្នកទាំងអស់គ្នាទៅគឺស្អាតហ្មងហើយត្រជាក់ទៀតនិយាយទៅត្រជាក់ហើយវាស្រស់ស្រាយអ្នកទាំងអស់គ្នានិយាយទៅចង់ទៅទៀតហ្មងចាអ្នកទាំងអស់គ្នាចានៅលើភ្នំតពីដើរលេងលើភ្នំអស់ហើយយើងក៏ជីកប្រាក់ស្មៅខាងក្រោមដើម្បីហត់កន្លែងហ្នឹងហើយចឹងណាហើយកន្លែងនេះម្ហូបកូរ៉េអ្នកទាំងអស់គ្នាខ្ញុំអត់ដឹងថាគេហៅអីគេដែរប៉ុន្តែឆ្ងាញ់អ្នកទាំងអស់គ្នាយ៉ាងបានហើយក៏ទិញទៅដល់កូនស្តបបរីដោយសារខ្ញុំចូលចិត្តទៅហ្នឹងហើយពួកយើងក៏ទៅកាន់ library មួយដែលនៅក្នុងប្រទេសកូរ៉េហ្នឹងហើយស្អាតខ្លាំងមែនតើមកទៅចូលទៅយើងទៅពេលយប់ក៏ត្រជាក់ភ្នែកហើយគេបើកភ្លើងស្អាតមែនតើហើយក៏ថតរូបរបស់ពីប៉ុទុកជាអនុស្សាវរីយ៍នៅកន្លែងហ្នឹងមកទៅបន្តហើយពួកយើងក៏ត្រឡប់មកផ្ទះសម្រាប់វិញសូវីដេអូខ្ញុំមានតែប៉ុណ្្នឹងអរគុណអ្នកទាំងអស់គ្នា